បាទសួស្តីថ្ងៃនេះខ្ញុំបង្ហាញពីការផ្លុំខ្លុយដំបងដូចដែលខ្ញុំធ្លាប់រៀនគឺដំបងទិញខ្លុយនេះខ្លុយនេះមួយតែ 3000 រៀលបើអ្នកនៅសៀមរាបទិញនៅកោ 1000 2000 2500អស់ហើយតែនេះនៅកែបនៅឆ្នេរសមុទ្រអត់មានខ្លុយអង្គរទេតែយើងមានខ្លុយនេះមិនដឹងគេធ្វើនៅណាទេតែគេលក់មួយ 3000 ហើយក៏មានខ្លុយដែកដែរខ្លុយដែកតែផ្លុំអត់ព្រោះទេផ្លុំសំលេងប៉លអាហ្នឹងក៏មិនសូវព្រោះទេខ្លុយដំបងអត់មានលុយទិញតែយើងមានខ្លុយថ្លៃដែរនេះខ្លុយហ្នឹងទិញនៅភ្នំពេញទិញនៅភ្នំពេញមួយ15រៀលតែយើងនៅតាមខេត្តបើចង់ទិញទេទៅគាត់ផ្ញើតាមឡានហើយប្រហែលជាឲ្យគាត់$20ហើយគាត់ផ្ញើឲ្យយើងតាមឡាននៅខេត្តណាក៏បានដែរលេខទូរស័ព្ទគាត់ផ្លេចចាំខ្ញុំទៅសេនៅលើYouTube ឲ្យអញ្ចឹងដំបូងនេះខ្ញុំមានខ្លុយច្រើនខ្លុយនេះពួកម៉ាក់ផ្ញើមកពីថៃមិនដឹងតម្លៃប្រហែលទេប៉ុន្តែលឺសំឡេងអត់ព្រោះទេគីឡូចាញ់ខ្លុយខ្មែរយើងតម្លៃ$15ផ្លុំព្រោះតែខ្ញុំអត់ចេះផ្លុំខ្លុយព្រោះទេចេះតិចទេចាំមើលផ្លុំខ្លុយថៃអត់សូវព្រោះអានឹងក៏ខ្លុយថៃដែរនេះពួកម៉ាក់គេផ្ញើមកមួយឆ្នាំគេមកលេងស្រុកម្ដងគេផ្ញើឲ្យមួយខ្លុយនេះក៏មិនសូវព្រោះដែរចាំមើលខ្ញុំផ្លុំនេះចាំមើលខ្លុយ3000នៅកែបនេះសំលេង3000នៅកែបហើយអានេះសំលេង15រៀលនៅភ្នំពេញឃើញទេខ្លុយនេះលឺឆ្ងាញ់ថ្ងៃនេះខ្ញុំចង់បង្រៀនឲ្យចេះផ្លុំបទបំពេជាដំបូងលក្ខណៈតែមិនព្រោះទេប៉ុន្តែឲ្យរៀនឲ្យចេះផ្លុំដំបូងដៃយើងបិទ6នេះបិទចឹងណាចេះឆ្វេងណាចេះស្ដាំធ្វើតាមចឹងមកដំបូងនេះដំបូងតោះណោះម្ដងទៀតយើងត្រូវចេះបទបំពេចេះកូនណាអ្នកគេងទៅប្រលប់យក
ប់ជ្រៅឪបំពេចេះអានឹងបានយើងផ្លុំតាមចម្រៀងហ្នឹងបើយើងមិនចេះយើងទៅរៀនផ្លុំមិនកើតមែនទេការដែលបិទរុនគឺដូចគ្នានេះអា3000ក៏ដូចគ្នាដែរអូខេដំបូងគឺរៀនតែប៉ុណ្្នឹងសិនណាដល់ពេលចេះហើយចាំcomment ប្រាប់ឲ្យខ្ញុំបង្ហាត់បទអីទៀតចាំខ្ញុំផ្លុំបទបំពេញស្ដាប់មួយបទមុននឹងចប់អត់ទៅព្រួយខ្ញុំចេះអត់គ្រូនោះតែខ្ញុំចេះបាត់ច្រើនខ្ញុំចេះបំបែកដូចបាត់ក្លិនផ្កាស្រីក្រ